ជំរាបសួរសូមស្វាគមន៍មកកាន់កម្មវិធី Kiripo Podcast Australia Series នៅក្នុង podcast នេះយើងនឹងលើកយកប្រធានបទដែលមានសារៈសំខាន់មួយមកជជែកដេញដោលនោះគឺអំពីអាហារូបករណ៍ Australia Award ឬក៏យើងស្គាល់ថា Australia Award Scholarship ហើយតាមរយៈអាហារូបករណ៍នេះបានផ្ដល់ឱកាសទៅដល់យុវជនកម្ពុជាជាច្រើនបន្តការសិក្សាចំណេះជំនាញវិជ្ជាជីវៈផ្សេងៗដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាផងដែរខ្ញុំបាទមុនសុកែវជាអ្នកសម្របសម្រួលដែលមានវាគ្មិនកិត្តិយសអាយដាមមកងុយជាអតីតនិស្សិតអាហារូបករណ៍ Australia Award ដើម្បីចែករំលែកពីសារៈសំខាន់នៃអាហារូបករណ៍នេះជំរាបសួរអាយដាមបាទជំរាបសួរបាទមុននឹងឈានចូលទៅដល់សំណួរក៏ដូចជាជជែកឲ្យកាន់តែស៊ីជម្រៅពីសារៈសំខាន់នៃអាហារូបករណ៍នេះជាដំបូងខ្ញុំសូមឲ្យអាយដាមជួយណែនាំខ្លួនក៏ដូចជាតួនាទីបច្ចុប្បន្នហើយជាពិសេសតើអាយដាមជាអតីតនិស្សិតអាហារូបករណ៍ Australia Award នៅក្នុងឆ្នាំណាដែរបាទសូមអរគុណចំពោះសំណួរនេះបាទខ្ញុំបាទឈ្មោះម៉ាក់ងយហើយបច្ចុប្បន្នជាអគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមរក្សាក្រសួងអប់រំយុវជននិងកីឡានិងជាប្រធានគ្រប់គ្រងគម្រោងកែលម្អការអប់រំឧត្តមសិក្សាផងដែរបាទអរគុណច្រើនអាយដាមជាដំបូងចង់ឲ្យអាយដាមជួយជម្រាបពីចំណាប់អារម្មណ៍ដំបូងដែលអាយដាមទទួលបានអាហារូបករណ៍ហ្នឹងតើអ្វីដែលជំរុញឲ្យអាយដាមហ៊ានដាក់ពាក្យអាហារូបករណ៍ហ្នឹងចំពោះសំណួរដ៏ល្អនេះខ្ញុំអាចនាំប្អូនហើយនិងអ្នកស្ដាប់ទាំងអស់ត្រឡប់ទៅក្រោយ30ឆ្នាំមុនបាទគឺខ្ញុំបានទទួលអាហារូបករណ៍នេះនៅក្នុងឆ្នាំ1996ខ្ញុំពិតជាមានក្តីរំភើបសប្បាយរីករាយប្រទេសអូស្ត្រាលីគឺជាក្តីស្រមៃមួយរបស់ខ្ញុំនៅពេលដែលកម្ពុជាបានផ្លាស់ប្ដូរប្រព័ន្ធនយោបាយនិងប្រព័ន្ធសេដ្ឋកិច្ចរបស់ខ្លួនមកជាប្រព័ន្ធប្រជាធិបតេយ្យនិងសេដ្ឋកិច្ចទីផ្សារសេរីនេះខ្ញុំក៏បានគិតថាទាំងរូបខ្ញុំក៏ត្រូវតែស្វែងរកនៅចំណេះដឹងជំនាញថ្មីទៀតបាទជាពិសេសគឺខ្ញុំចង់ឃើញប្រទេសបាទដូចអូស្ត្រាលីនេះដែលអាចឲ្យខ្ញុំទៅស្វែងយល់បាទចង់ឃើញនិងចង់ស្វែងយល់ឲ្យស៊ីជម្រៅហើយខ្ញុំគិតថាมันមានអ្វីក្រៅពីការអប់រំនោះទេបាទអរគុណច្រើនអាយដាមអញ្ចឹងចូលទៅសំណួរបន្តទៀតតកតងជាមួយនឹងបទពិសោធន៍វិញបទពិសោធន៍របស់អាយដាមកំឡុងពេលសិក្សានៅប្រទេសអូស្ត្រាលីតើមានលក្ខណៈបែបណាទាំងការសិក្សាទាំងផ្នែកសិក្សាផ្ទាល់របស់អាយដាមហើយនិងការរស់នៅទីនោះកន្លែងនេះខ្ញុំអាចនិយាយបានថាសម្រាប់ការសិក្សាគឺខ្ញុំរៀនបានច្រើនប៉ុន្តែអ្វីដែលខ្ញុំរៀនបាននៅទីនោះគឺរបៀបនៃការគិតជាប្រព័ន្ធបាទរបៀបនៃការវិភាគព័ត៌មានហើយការគិតស្វែងរកថាព័ត៌មានទាំងអស់នោះនៅទីណាហើយបើប្រមូលបានព័ត៌មាននោះមកហើយតើយើងត្រូវវិភាគវាយ៉ាងដូចម្ដេចអាហ្នឹងដើម្បីយើងទៅដោះស្រាយនៅលើបញ្ហាអញ្ចឹងខ្ញុំអាចនិយាយបានថាគឺខ្ញុំរៀនបានបន្ថែមទៀតនៅគេហៅថាជំនាញដែលយើងប្រើថាជំនាញទុនបាទដែលដល់ឲ្យខ្ញុំនៅគំនិតដ៏ទូលំទូលាយសម្រាប់ការគិតដោយឯករាជ្យបាទការវិភាគដោយផ្អែកលើទិន្នន័យហើយក៏ការសម្រេចចិត្តដោយផ្អែកលើភស្តុតាងផងដែរបាទហើយមួយទៀតអ្វីដែលខ្ញុំរៀនបាននោះគឺការប្រស័យតាក់ទងហើយនឹងការបង្កើតបាននៅបណ្ដាញទំនាក់ទំនងបាទរវាងបុគ្គលនិងបុគ្គលក៏ហើយក៏ដូចជាពីបុគ្គលទៅដល់ជាស្ថាប័នផងដែរបាទចង់បន្ថែមពីលើបន្តិចដែរអាយដាមតើអ្វីដែលជាទស្សនៈអាយដាមគិតថាវាមានតម្លៃកំឡុងពេលសិក្សានៅទីហ្នឹងសម្រាប់អាយដាមបើសិនជាយើងនិយាយពីតម្លៃខ្ញុំពុំអាចរកហៅថាពាក្យពេចន៍អ្វីយកមកបរិយាយឲ្យសមទៅនឹងតម្លៃដែលខ្ញុំបានទទួលអាហារូបករណ៍ទៅស្នាក់នៅប្រទេសអូស្ត្រាលីស្នាក់នៅនិងរៀននៅប្រទេសអូស្ត្រាលីនោះទេបាទតែទីនោះគឺខ្ញុំបានរៀននៅក្នុងសាកលវិទ្យាល័យជាមួយនឹងសាស្ត្រាចារ្យដែលមានជំនាញនៅក្នុងកម្រិតគេថាកម្រិតពិភពលោកបាទក៏ខ្ញុំបានរៀនសូត្រច្រើន
អំពីនិស្សិតដែលមកពីបណ្ដាប្រទេសផ្សេងៗបាទដែលមានវប្បធម៌ដ៏រស់រវើកហើយនឹងសម្បូរបែបដែលអាចយើងយកមកចែករំលែកបាននេះហើយគឺជាតម្លៃដែលយើងមិនអាចដែលខ្ញុំមិនអាចកាត់ថ្លៃបានបាទនៅអ្វីដែលខ្ញុំបានទទួលពីអូស្ត្រាលីផងដែរពីប្រជាជនអូស្ត្រាលីហើយនៅពេលនោះខ្ញុំក៏បានទៅធ្វើការសាកល្បងដែរពេលវ៉ាកងបាទទៅកសិដ្ឋានហើយពេលនោះក៏ខ្ញុំបានស្វែងយល់បន្ថែមទៀតបាទអំពីជីវិតបែបកសិករអូស្ត្រាលីផងដែរបាទនេះហើយដែលជាបទពិសោធន៍មិនអាចកាត់ថ្លៃបានបាទឯកឧត្តមតកតងជាមួយនឹងអាហារូបករណ៍នឹងទៀតសោតអ្នកទាំងអស់គ្នាបានស្គាល់ហើយថាជាការវិនិយោគទៅលើមូលធនមនុស្សឬក៏ជាការវិនិយោគទៅលើធនធានមនុស្សតាមទស្សនៈរបស់ឯកឧត្តមតើការវិនិយោគនេះមានសារៈសំខាន់កម្រិតណាសម្រាប់ប្រទេសកម្ពុជាជាពិសេសជាប្រទេសដែលកំពុងអភិវឌ្ឍទី1បើសិនជាយើងងាកមើលទៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជានៅក្នុងទសវត្សរ៍នៃយុគសម័យខ្មែរក្រហមបាទបញ្ញវន្តរបស់យើងអ្នកចេះដឹងរបស់យើងត្រូវបានស្លាប់និងសម្លាប់អស់ជាច្រើនបាទចឹងហើយការវិនិយោគតាមរយៈAustralia Award នេះពិតជាផ្ដល់នៅកាលានុវត្តភាពដ៏ធំធេងសម្រាប់យុវជនកម្ពុជាបានទទួលនៅចំណេះដឹងកម្រិតពិភពលោកហើយនាំយកចំណេះដឹងទាំងអស់នោះយកមកបំលែងវាឲ្យទៅជាការអនុវត្តជាក់ស្ដែងបាទដើម្បីចូលរួមចំណែកในការអភិវឌ្ឍប្រទេសកម្ពុជាបាទឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ2050ដែលរាជរដ្ឋាភិបាលបានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់យើងនេះខ្ញុំសូមចូលទៅសំណួរបន្ទាប់តែម្ដងអាដាមតកតងជាមួយនឹងសារៈសំខាន់សម្រាប់សិស្សនិស្សិតវិញតើវាមានសារៈសំខាន់កម្រិតណាសម្រាប់និស្សិតដែលបញ្ចប់ការសិក្សានិងត្រឡប់មកវិញដើម្បីយកចំណេះដឹងមកអនុវត្តនៅក្នុងស្រុកហើយនឹងចូលរួមគ្រប់គ្រងទៅដល់គោលដៅអភិវឌ្ឍរបស់ជាតិជាក់ជូនអាចសង្កត់បន្ថែមទៀតថាការសិក្សានៅអូស្ត្រាលីការសិក្សានិងការរស់នៅអូស្ត្រាលីនេះបានធ្វើឲ្យអ្នកទៅសិក្សាទាំងនោះគឺមានគេហៅថាភាពរឹងមាំបាទទាំងប្រាជ្ញាស្មារតីបាទហើយនឹងភាពធន់បាទគឺធ្វើឲ្យយើងនឹងក្លាយទៅជាបុគ្គលម្នាក់ដែលមានធម៌ពលបាទទាំងចំណេះដឹងចំណេះធ្វើបាទនិងអាកប្បកិរិយាជាពលរដ្ឋល្អផងដែរបាទហើយទាំងអស់នេះហើយនៅពេលដែលយើងត្រឡប់មកវិញយើងត្រូវតែយកនៅសមត្ថភាពដែលយើងបានរៀននៅទីនោះបាទយកមកចែករំលែកនិងចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសមត្ថភាពរបស់យើងក៏ដូចជាការកសាងសេដ្ឋកិច្ចនិងអភិវឌ្ឍសង្គមកម្ពុជាផងដែរបាទខ្ញុំសូមទៅសំណួរបន្តទៀតតកតងជាមួយនឹងអនុសាសន៍របស់អាដាមណែនាំទៅដល់យុវជនជំនាន់ក្រោយពួកគាត់ត្រូវត្រៀមខ្លួនយ៉ាងម៉េចដើម្បីready ទៅដាក់អាហារូបករណ៍ហ្នឹងគឺមួយយើងត្រូវត្រៀមខ្លួនយើងឲ្យរួចរាល់បាទការត្រៀមខ្លួនឲ្យរួចរាល់នេះគឺទី1ទៅលើសមត្ថភាពនិងបទពិសោធន៍នៃការងាររបស់យើងទី2នោះគឺការតាំងចិត្តនិងព្យាយាមទី3នោះគឺភាសាអង់គ្លេសវាជាកត្តាកំណត់មួយហើយបាទបើសិនជាយើងមិនមានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសរបស់យើងឲ្យល្អទេគឺយើងអត់អាចទទួលបានអាហារូបករណ៍នេះទេព្រោះយើងទៅរៀននៅទីនោះគឺប្រើប្រាស់ភាសាអង់គ្លេសជាភាសាយានបាទវត្តពិសោធន៍និងការសិក្សានៅទីនោះសម្រាប់អាដាមផ្ទាល់មើលឃើញថាតើទៅថ្ងៃអនាគតតើជំនាញភាពជាអ្នកដឹកនាំបែបណាដែលអាដាមគិតថាវាមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាដើម្បីអភិវឌ្ឍខ្លួនទៅកាន់ប្រទេសដែលអភិវឌ្ឍក្នុងឆ្នាំ2030 50
អ្នកដឹកនាំដែលមានលក្ខណៈអនុវត្តជាក់ស្ដែងបាទគាត់ទីមួយត្រូវតែមានសមត្ថភាពក្នុងការរៀបចំគោលនយោបាយយុទ្ធសាស្ត្រនិងដឹកនាំការអនុវត្តបាទនេះហើយជំនាញដែលគិតថាត្រូវការទៅមុខគឺចាំបាច់ត្រូវតែមានជំនាញបច្ចេកវិទ្យានៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាឲ្យបានត្រឹមត្រូវនិងរហ័សជំនាញនៃការគិតជាប្រព័ន្ធបាទជំនាញនៃការវិភាគនិងដោះស្រាយបញ្ហានិងការសម្រេចចិត្តដែលផ្អែកទៅលើភស្តុតាងហើយជំនាញ2ដែលសំខាន់ហើយมันអាចអត់បាននោះគឺការប្រស្រ័យទាក់ទងនិងបណ្ដាញទំនាក់ទំនងដែលភាសាអង់គ្លេសហៅថា communication and networking ហើយជំនាញ2ចុងក្រោយនេះហើយដែលជួយខ្ញុំបាទឲ្យសម្រេចបាននៅការងារទៅនឹងឬក៏ការប្រឈមដែលខ្ញុំបានជួបបាទក្រៅពីជំនាញដែលយើងហៅជាភាសាអង់គ្លេស hard skill និង soft skill ជំនាញរឹងនិងជំនាញទន់ពីរនឹងគឺដើមទៅគ្នាហើយមានសារៈសំខាន់ខ្លាំងមែនទែនបាទអញ្ចឹងនៅក្នុងយើងជាអ្នកដឹកនាំគឺយើងមិនត្រូវប្រកាន់ខ្លួនបាទថាយើងនៅពីលើសហការីយើងបាទពីលើគេទេបាទយើងជាអ្នកដឹកនាំនេះគឺយើងត្រូវតែសម្រាប់ខ្ញុំណាបាទគឺត្រូវឈរគ្រប់ទីតាំងបានន័យថាកន្លែងណាដែលមានការលំបាកកន្លែងណាដែលមានការប្រឈមយើងត្រូវតែនៅទីនោះអញ្ចឹងជាថ្នាក់ដឹកនាំគឺយើងត្រូវតែមានសមត្ថភាពនិងជំនាញក្នុងការរៀបចំនៃចក្ខុវិស័យឲ្យបានច្បាស់លាស់រៀបចំយុទ្ធសាស្ត្រឲ្យបានល្អដើម្បីទៅសម្រេចចក្ខុវិស័យនោះហើយត្រូវតែរៀបចំនយន្តការបាទដើម្បីវាស់វែងនៅលទ្ធផលដែលយើងបានធ្វើ Award ឬក៏យើងស្គាល់ថា Australia World Scholarship ក៏ជាមកដល់សំណួរចុងក្រោយដែរហើយសារមួយ clear របស់អាយដាមទៅកាន់យុវជនចំនួនក្រោយជាពិសេសអ្នកដែលមានបំណងដាក់អាហារូបករណ៍នឹងបាទសូមអញ្ជើញអាយដាមជាសារសម្រាប់អនាគតអ្នកដែលទៅរៀននៅអូស្ត្រាលីនោះគឺយើងត្រូវតែខិតខំប្រឹងរៀនឲ្យអស់ពីសមត្ថភាពបាទនៅក្នុងសាកលវិទ្យាល័យដែលមានគុណភាពលំដាប់ពិភពលោករីករាយនឹងជីវិតរបស់យើងដែលបានស្នាក់នៅក្នុងប្រទេសដ៏ទំនើបហើយមានពហុវប្បធម៌បាទក្តោបយកនៅគ្រប់កាលានុវត្តភាពទាំងអស់នៅពេលដែលយើងស្នាក់នៅនិងរៀននៅទីនោះបាទហើយត្រូវតែត្រឡប់មកកម្ពុជាវិញដើម្បីបម្រើប្រទេសរបស់យើង